เคยมีกันทูบกันไอ้นี้มาบอลสรอนหรือก็มาไอ้ได้บ้างบอลสรอนเนี่ยจังสมไอ้ได้บอลสมน้องเอ้ยสอบบางได้สอบนักสอบสบายถ้ากรงตัวซาแต่นามันน่าเมียนแต่ได้สอบออกนี่chỉ tu tứ dương nè khang người bắt tờ bóng ní mau bẩn nón dương mau bẩn sạt bẩn nón ní dương mau bón sòn đáy đi còn mệt rồi ពីច្រើនគេមកមានពីរបងមកលេងផងហើយមកបន់ស្រាន់ផង ទស្សនភាពនៅខាងមុខខ្ញុំនេះថ្មបាយក្រៀមនៅខ្លោងទ្វារប្រាសាទនេះពិតជាទេសភាពពិតជាទស្សនភាពស្រស់ស្អាតមែនរួមជាមួយនឹងមេកំពុងតែធ្លាក់ភ្លៀងបង្អុលមកស្រេចស្រេចបែបនេះធ្វើឲ្យទស្សនភាពកន្លែងទាំងមូលរមណីយមែនទែនបងប្អូនហើយបើសិនជាបងប្អូនមិនដែលបានឡើងមកទស្សនភាពបែបនេះទេគឺជាបទពិសោធន៍មួយដ៏អស្ចារ្យបងប្អូនជំរាបសួរបងប្អូនអរគុណគណៈពេលនេះខ្ញុំបាទសុធារិទ្ធកំពុងតែឈរនៅនឹងមុខកម្មចន្ទាឡើងទៅប្រាសាទបណ្ណតតែម្ដងបងប្អូនហើយគណៈពេលនេះដែរបងប្អូនមេកំពុងតែភ្លៀងចុះមកបន្តិចដែលធ្វើឲ្យរៀងសើមដៃតិចតួចដែរបងប្អូនប៉ុន្តែយើងអាចដើរបានបងប្អូនណាគ្រាន់ថាបើសិនតែយើងដើរទៅបើសិនជាមានឆាត់អីមួយកាន់តែល្អតែខ្ញុំអត់បានយកមកបងប្អូនយើងមើលទៅខាងលើយើងឃើញប្រាសាទបណ្ណលំតែម្ដងបងប្អូនតែតិចទៀតយើងនឹងឡើងទៅឲ្យជិតតែម្ដងថាតើប្រាសាទបាណន់មានរូបរាងបែបណាស្រស់ស្អាតបែបណាហើយទិដ្ឋភាពទាំងមូលបូកជាមួយនឹងរឿងរ៉ាវផ្សេងៗយ៉ាងណាបងប្អូនទៅតាមដានជាមួយខ្ញុំដូចតទៅកម្មចដើមានចំនួន358កម្មចដើនេះកម្មធំមែនទែនបងប្អូនហើយអត់ល្អិលនេះណាបងប្អូនអាចឡើងបានយ៉ាងស្រួលបិទទៅលើខាងមុខហ្នឹងវារៀងចោតបន្តិចមែនតែខ្ញុំគិតថាវាមិនជាពិបាកឡើងខ្លាំងទេអត់ពិបាកឡើងទេបងប្អូនស្រួលតើហើយមិនប្រឹងជើងអីខ្លាំងទេដោយឡែកបើសិនតែដូចខ្ញុំនិយាយខាងដើមមិញអញ្ចឹងណាកម្មចដើនេះវាហាក់ដូចជាខំជាប់ជាមួយនឹងបាតស្បែកជើងរបស់យើងបងប្អូនវាអត់ជាពិបាកឡើងទេហើយក៏អត់ល្អិលដែរឡើងមកបាន3 4 5កម្មមានកម្មចដើវែងមួយបងប្អូននេះហើយយើងឡើងមកបាន3 4 5កម្មមានកម្មចដើវែងមួយទៀតអញ្ចឹងធ្វើឲ្យយើងអ្នកឡើងហ្នឹងណាมันមានអារម្មណ៍ថាហត់ទេតែបើសិនបើបងប្អូនហត់ណាបងប្អូនអាចឈរនៅកន្លែងកម្មចដើវែងនេះហើយបន្តមកយើងសម្រាកបន្តិចទៅបងប្អូនកន្លែងនេះគឺកន្លែងដែលចោតជាងគេហើយក៏ជិតចប់មួយដំណាក់ដែរបងប្អូនចប់ពីនេះទៅយើងនឹងដល់មួយដំណាក់ទៀតដែលប្រហែលជា100កម្មទៀតទេបងប្អូនយើងទៅដល់ប្រាសាទប៉ុន្តែខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចណាថាកន្លែងនេះគឺចោតខ្លាំងបើសិនបើបងប្អូនដែលអញ្ជើញមកលេងហើយមានចាស់គាត់មកជាមួយខ្ញុំrecommendឲ្យបងប្អូនជួយកាន់ដៃពួកគាត់ឬបើមិនអញ្ចឹងទេយើងមានអ្នកណាគាត់នៅអមក្បែរគាត់អញ្ចឹងណាចប់ដំណាក់ទី1ហើយបងប្អូនហើយភ្លៀងកំពុងតែបង្អោមករៀងច្រើនជាងមុនបន្តិចហ្នឹងបងប្អូនបាទខ្ញុំមានអារម្មណ៍ថាហើយខ្លួនរបស់ខ្ញុំសើមជាងមុនហើយខាងឆ្វេងដៃនេះគឺកន្លែងដែលយើងអាចនឹងសម្រាកបន្តិចបាទវាជាដំណាក់មួយដែលបងប្អូនបើសិនបើហត់ឬក៏បងប្អូនចង់សម្រាកអីបងប្អូនអាចអញ្ជើញមកខាងនេះបានបងប្អូនយើងឡើងមកនៅខាងស្ដាំដៃបងប្អូនអញ្ចឹងចប់ពីហ្នឹងទៅបងប្អូនដូចឃើញអញ្ចឹងគឺខាងមុខនោះគឺប្រាសាទហើយអញ្ចឹងនៅសល់ប្រហែលជា100កម្មជាងទៀតទេទៅដល់ហើយបងប្អូនទីបំផុតខ្ញុំបានឡើងមកដល់ប្រាសាទបាណន់ហើយបងប្អូនទស្សនភាពនៅខាងមុខខ្ញុំនេះថ្មបាយក្រៀមនៅខ្លោងទ្វារប្រាសាទនេះពិតជាទេសភាពពិតជាទស្សនភាពស្រស់ស្អាតមែនរួមជាមួយនឹងមេកំពុងតែធ្លាក់ភ្លៀងបង្អុលមកស្រេចបែបនេះធ្វើឲ្យទស្សនភាពកន្លែងទាំងមូលរមណីយមែនទែនបងប្អូនហើយបើសិនជាបងប្អូនមិនដែលបានឡើងមកទស្សនភាពបែបនេះទេគឺជាបទពិសោធន៍មួយដ៏អស្ចារ្យបងប្អូនខាងមុខនេះគឺមានទីសក្ការៈបូជាមួយបងប្អូនចង់ចូលតាមនេះក៏បានឬក៏បើអញ្ចឹងទេយើងអាចដើរវៀងបានពេលមកដល់កន្លែងនេះបងប្អូនទីរៀបស្មើស្អាតមែនទែនណាបាទហើយមិនតូចប្រហែលទេបងប្អូនកន្លែងនេះធំមែនទែនចំនួនប្រាសាទនេះដូចជាមាន5ប្រាសាទឯណោះបងប្អូនមិនមែនមានតែមួយដែលយើងឃើញខាងមុខនេះទេណាអញ្ចឹងមាន4ប្រាសាទផ្សេងទៀតមានសួរអូនបាទអ្នកនៅបាត់ដំបងនេះតាណាអ្នកនៅចិត្តនេះឯងបងចិត្តនេះទេហើយមកឃើញដូចជាមានបនស្រន់មានអីណោះគាត់2នាក់អញ្ចឹងហ៎គាត់2នាក់អូគាត់2នាក់បនស្រន់ជាទូទៅយើងអ្នកខាងឯបាត់ដំបងនេះមកបណ្ណន់យើងមកប្រាសាទបណ្ណន់នេះយើងមកបនស្រន់ដែរឬក៏មិនអញ្ចឹងពីច្រើនគេមកមានពីរបងមកលេងផងហើយមកបន់ស្រាន់ផងអញ្ចឹងហ៎ផាណាមកបននេះបនលើកទីប្រមាណហើយសម្រាប់បនលើកទី1មកលើកទី1ទេហេតុអីបានមកបននៅកន្លែងនេះឃើញមានបងប្អូនគាត់ចំនួនគាត់មកបានទៅឃើញបានអញ្ចឹងអញ្ចឹងហ៎បានដូចស្អីមកបងគាត់អញ្ចឹងមានន័យថាពីមុនឡើយគឺយើងឮតគ្នាថានៅនេះគឺយើងបន់យើងសុំអីច្រើនបានដូចសម្រាប់សេចក្តីប្រាថ្នារបស់យើងណានៅនេះគេមកបន់កន្លែងហ្នឹងឬអូនមានបន់កន្លែងណាផ្សេងទៀតទេភាគច្រើនតែនេះដែលខ្ញុំឃើញគឺគេមកបន់កន្លែងហ្នឹងបងបាទចុះនៅខាងក្នុងប្រាសាទហ្នឹងក៏មាននេះខាងនេះយើងហៅលោកតាអីបងដែកលោកតាដបងដែកណោះបាទអញ្ចឹងជាទូទៅអ្នកដែលគាត់មកបន់លោកតាដបងដែកហ្នឹង
អាចសុំអីបានគេតែពីយើងសុំសំណុកសុខសប្បាយឧទាហរណ៍មានសុំកូនសុំចៅឲ្យបានទេ សុំបាន បានធ្លាប់មានអ្នកបាន បើមានមិញខ្ញុំគាត់បានបានបងគាត់ថាចង់បានធ្វើអីមួយចឹងបានណាច់បង អញ្ចឹងហ៎ លក់ដូររស់ស៊ីចឹងក៏សុំបាន ឃើញមានកាន់ធូបកាន់អីនេះមកបន់ស្រន់ឬក៏មកអីដែរបង មកបនស្រន់ បន់ស្រន់ណាចង់សុំអីដែរបង សុំហ្នឹងអើយចង់បានក្តីសុខនឹកសុខសប្បាយថាក្រុមគ្រួសារតាណាណាមានតែក្តីសុខទាំងអស់គ្នា អញ្ចឹងបងនៅខាងបាត់ដំបងនេះឬក៏អ្នកខាងណា ខ្ញុំអ្នកខាងព្រៃវែង អូហេតុអីបានដឹងថានៅខាងបាត់ដំបងហើយមកបន់ស្រន់មកដល់បាត់ដំបងនេះ ឃើញគេបង្ហោះតាម Facebook ថានៅបណ្ណមានកន្លែងបនស្រន់ស័ក្តិសិទ្ធិ ខាងមុខនេះហើយគឺជាកន្លែងសុំពរសុំជ័យពីលោកយាយទេពបងប្អូននេះនៅពេលដែលបងប្អូនធ្វើដំណើរនៅខាងក្រោយប្រាសាទលោកយាយទេពនេះបងប្អូននឹងឃើញកន្លែងសម្រាប់សុំពរសុំជ័យពីលោកយាយទេពហើយអញ្ចឹងចប់ពីកន្លែងនេះទៅបងប្អូននេះខ្ញុំនាំបងប្អូនមកមើលកន្លែងនេះមួយកន្លែងជ្រុងខាងនេះបងប្អូនឈរមកជ្រុងកន្លែងនេះនេះបងប្អូននេះនៅលើទួលមួយនេះបងប្អូនមើលតាមដៃរបស់ខ្ញុំនេះបងប្អូននឹងឃើញភ្នំសំពៅយ៉ាងច្បាស់បងប្អូនអញ្ចឹងកាមេរ៉ាប្រហែលជាអាចចាប់មិនសូវច្បាស់ប្រហែលនេះប៉ុន្តែបើសិនជាយើងឈរនៅកន្លែងនេះយើងឈរយើងមើលនឹងភ្នែកទទេបងប្អូននឹងឃើញភ្នំសំពៅច្បាស់មែនតើយើងឡើងមកប្រាសាទបាណន់នេះយើងមិនមែនមើលតែប្រាសាទបាណន់ទេបងប្អូនយើងអាចពិនិត្យមើលទេសភាពនៅខាងក្រោមដ៏សែនស្រស់ស្អាតរួមជាមួយនឹងភ្នំសំពៅដែលយើងមើលពីចម្ងាយយ៉ាងខ្ពស់សន្លឹមហើយយើងមើលទៅគឺទេសភាពស្រស់ស្អាតមែនតើបងប្អូនកលេចមកមើលជុំវិញនេះក៏បងប្អូនរីករាយជាមួយនឹងធម្មជាតិរីករាយជាមួយនឹងដើមឈើព្រៃព្រឹក្សានៅកន្លែងនេះដែរនៅជុំវិញទីនេះទាំងកម្មចន្ទាឡើងមកលើប្រាសាទទាំងនៅលើប្រាសាទតែម្ដងទាំងទួលកន្លែងនេះបរិវេណកន្លែងនេះបរិវេណខាងមុខគឺមិនមានសម្រាមទេព្រោះនៅទីនេះមានកន្ត្រកសម្រាមដែលបងប្អូនអាចដាក់សម្រាមចូលបានពិតជាល្អមែនទែនសរសើរបងប្អូនយើងដែលគាត់ធ្វើដំណើរមកទស្សនាកន្លែងនេះហើយក៏សរសើរទឹកចិត្តបងប្អូនយើងដែលគាត់ចេះថែរក្សាបរិស្ថានហើយក៏ចេះទុកដាក់សម្រាមបានយ៉ាងត្រឹមត្រូវបែបនេះបងប្អូនមួយទៀតក៏សរសើរដល់បងដែលគាត់ជាអ្នកឆ្មាំការពារនៅកន្លែងនេះគាត់មានគំនិតគាត់មានស្មារតីក្នុងការថែរក្សាកន្លែងនេះអរគុណទៅដល់អាជ្ញាធរដែលគាត់ប្រឹងប្រែងរៀបចំកន្លែងនេះធ្វើឲ្យបរិស្ថាននៅទីនេះស្រស់ស្អាតដែលភ្ញៀវទេសចរគាត់អាចមកកម្សាន្តដោយក្តីរីករាយហើយមិនមានអ្វីដែលជាបញ្ហាប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់គាត់ដូចជាសម្រាមនៅកន្លែងនេះដូចគ្នាបងប្អូនគឺកន្លែងនេះគឺជាកន្លែងស្អាតដែលពួកគាត់អាចទុកចិត្តបានពួកគាត់អាចមកទស្សនាបានយ៉ាងសប្បាយរីករាយបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះសូមអរគុណសូមជម្រាបលា